និយាយអំពីពស់ថ្លាន់ពីដើមគឺខ្លាំងពូកែខ្លាំងណាស់ឃើញតែបាតជើងឬជាន់ដានជើងយើងវាលិតតែបន្តិចនឹងងាប់ដល់ម្ចាស់ខ្លួនជាមិនខានពស់ផ្សេងឬដូច្នេះហើយវាក៏ចង់រៀនមហិទ្ធិឫទ្ធិពីពស់ថ្លាន់ណែពួកយើងក៏ទៅថ្វាយបង្គំសម្ដេចព្រះគ្រូថ្លាន់សូមគាត់រៀនមហិទ្ធិឫទ្ធិពីគាត់ដើម្បីការពារខ្លួនមែនហើយតាយើងនាំគ្នាទៅថ្វាយបង្គំសម្ដេចព្រះគ្រូថ្លាន់គិតរួចហើយពួកគេក៏នាំគ្នាទៅថ្វាយបង្គំសម្ដេចព្រះគ្រូថ្លាន់ពួកអដែងនាំគ្នាទៅណានឹងហ៎មានគ្នាច្រើនម្ល៉េះទៅរកស៊ីឯណាមែនទេហ៎អត់ទេសម្ដេចព្រះគ្រូពួកខ្ញុំនាំគ្នាមកថ្វាយបង្គំសម្ដេចព្រះគ្រូថ្លាន់ធ្វើជាគ្រូព្រោះលោកមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់មិនមានសត្វណាមកយាយលោកបាននោះទេអញ្ចឹងហើយបានជាពួកខ្ញុំទាំងអស់គ្នានេះគិតមកសូមរៀនមហិទ្ធិឫទ្ធិពីលោកគ្រូតើលោកគ្រូគិតយ៉ាងណាដែរអញ្ចឹងទេអីពួកឯងនៅបំរើទឹកក្តៅទឹកត្រជាក់នៅទីនេះហើយអញ្ចឹងពស់ទាំងអស់ក៏នាំគ្នានៅបំរើទឹកក្តៅទឹកត្រជាក់ច្របាច់ដៃច្របាច់ជើងឲ្យគាត់ទាំងយប់ទាំងថ្ងៃគិតក្រែងលោពស់ថ្លាន់ឲ្យពឹសដើម្បីសម្រាប់ការពារខ្លួនខ្លះលុះអញ្ចឹងទៅមានអាពស់មួយនោះទើបមកបំរើគ្រូថ្លាន់នោះយូរទៅក៏និយាយថាលោកគ្រូអើយខ្ញុំមកបំរើលោកគ្រូរាប់ខែរាប់ឆ្នាំយូរយារណាស់មកហើយមិនទាន់បានអីបន្តិចបន្តួចសោះថែមទាំងឥឡូវនឹកដល់ផ្ទះសម្បែងម៉ែឪទៀតបើអញ្ចឹងខ្ញុំគិតសុំលោកគ្រូទៅវិញហើយឈប់សិនឯងកុំអាខឹងអញចូលមកចិត្តអញមកអញឲ្យពឹសឯងបន្តិចបន្តួចមកមែនអត់លោកគ្រូថាហើយពស់ថ្លាន់ក៏ខ្ជាក់ពឹសមួយមេមកឲ្យកូនសិស្សរបស់ខ្លួនកូនសិស្សបានពឹសពីគ្រូពស់ថ្លាន់ខ្ជាក់ឲ្យហើយកូនសិស្សនោះក៏ថ្វាយបង្គំលាពស់ថ្លាន់ទៅស្រុកវិញទៅលោកគ្រូកូនសិស្សសូមលាលោកគ្រូទៅស្រុកកំណើតវិញហើយសូមឲ្យលោកគ្រូបានសុខសប្បាយណាកូនសិស្សលាសិនហើយមិនអីទេសូមឯងធ្វើដំណើរឲ្យបានសុខសប្បាយតាមផ្លូវណាតែត្រូវចេះធ្វើអំពើល្អផងបាទលោកគ្រូកូនសិស្សនឹងស្ដាប់ដំបូន្មានរបស់លោកគ្រូនិយាយហើយកូនសិស្សក៏វិលត្រឡប់មកស្រុកវិញពស់ឯទៀតឃើញដូច្នេះក៏សរសើរថាអានេះទៅបំរើលោកគ្រូថ្លាន់យូរណាស់ហើយក៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែមែនដាក់អានេះមួយពពបកាច់ដាក់អានោះមួយពពបកាច់ស្លាប់ភ្លាមបើអញ្ចឹងអញគិតទៅដែរវើយក្រែងសម្ដេចព្រះគ្រូពស់ថ្លាន់នោះឲ្យពឹសបន្តិចបន្តួចមកពួកយើងនេះគ្រាន់ការពារខ្លួនអញទៅដែរគិតហើយពួកគេក៏ទៅរកព្រះគ្រូថ្លាន់ពេលពស់ទៅដល់ក៏ផ្គប់គុណដូចអ្នកមុនហើយថែមទាំងលេងភ្លេងបទអន្ទង់ចិត្តឡើងភ្នំចុះភ្នំបទសរិនខ្នងភ្នំដាក់ស្នេហ៍បន្ទន់ចិត្តដល់ពស់ថ្លាន់ដល់អញ្ចឹងទៅអាមួយទៅក្រោយក៏បានទៀតហើយក៏លាវិញពស់មួយចេញទៅពស់មួយចូលមកពស់មួយចេញពស់មួយចូលយូរទៅពស់ថ្លាន់ក៏ខ្ជាក់ពឹសឲ្យគេអស់រលីងថ្ងៃក្រោយចំដងឡើងមហិទ្ធិឫទ្ធិទៅអញ្ចឹងចង់ធ្វើអ្វីក៏មិនបានព្រោះអស់ពឹសរលីងលែងមានមហិទ្ធិឫទ្ធិអីទៀតទេទើបពាក្យចាស់បុរាណពោលថាអាថ្លាន់អើយប្រយ័ត្នអាថ្លាន់កុំអីឡើងចេះតែឲ្យគេអស់ពីខ្លួន